របៀបផ្លាស់ប្ដូរ admin Facebook page បាទបងប្អូនចូលមកកាន់កន្លែង Facebook មកបាទបន្ទាប់មកបងប្អូនយកនេះយកកន្លែង menu បាទបន្ទាប់មកយើងចុចកន្លែងបាទជ្រើសរើស page របស់យើងអញ្ចឹងឥឡូវខ្ញុំសុំធ្វើការជ្រើសរើស page របស់ខ្ញុំសិនបាទបន្ទាប់ពីយើងចូល page របស់យើងបានហើយបងប្អូនអរគ្នាយកកន្លែង menu ដល់មកទៀតបងប្អូនអរគ្នាយកកន្លែង setting and privacy បាទបន្ទាប់មកយកកន្លែង setting បាទបន្តមកទៀតបងប្អូនអរគ្នា scroll ចុះមកក្រោមបាទនេះរកពាក្យថា page setup រូបទង់ជាតិហ្នឹងបងប្អូនអរគ្នាចុចលើហ្នឹងមកបាទបន្ទាប់មកបងប្អូនអរគ្នាយកកន្លែងទី3រូបកូនសោនេះគេដាក់ថា page access បងប្អូនអរគ្នាចុចលើហ្នឹងមកបាទបន្ទាប់មកបងប្អូនអរគ្នានឹងឃើញនេះ page របស់យើងហ្នឹងគឺ Facebook របស់យើងមាន admin មួយនេះគ្រប់គ្រង page ហ្នឹងណាអញ្ចឹងយើងធ្វើការ add admin បន្ថែមបងប្អូនអរគ្នាយកកន្លែងនេះ add new នេះមកបាទបន្ទាប់មកបងប្អូនអរគ្នាធ្វើការចុច next បាទមកដល់កន្លែងនេះបងប្អូនអរគ្នាត្រូវ search រកមើលឈ្មោះដែលយើងចង់បញ្ចូល Facebook នោះឲ្យកាន់ជា admin ណាអញ្ចឹងឥឡូវខ្ញុំសុំធ្វើការវាយបញ្ចូលឈ្មោះរបស់ខ្ញុំសិនបាទនេះឈ្មោះរបស់ខ្ញុំនៅខាងលើនេះបាទបន្ទាប់មកបងប្អូនអរគ្នាកន្លែងនេះបាទយើងចុចបើកវាមកដើម្បីឲ្យបាទគ្រប់គ្រង control page របស់យើងអញ្ចឹងបន្ទាប់ពីយើងចុចបើក allow កន្លែងហ្នឹងហើយបងប្អូនយក view access មកបាទមកដល់កន្លែងនេះបងប្អូនអរគ្នាបំពេញ password បាទ admin របស់យើងដែលកាន់ page ពីមុនមកអញ្ចឹងបងប្អូនអរគ្នាវាយបាទបំពេញ password Facebook របស់យើងមកគឺនឹងយើងបន្តមកបងប្អូនអរគ្នាយកកន្លែង confirm អញ្ចឹងវានឹងផ្សាយទៅ Facebook ដែលយើងបាទដាក់ឈ្មោះឲ្យមិញអញ្ចឹងគឺវានឹង load ទៅឲ្យអត់សឹបអីបន្តមកបងប្អូនអរគ្នាចូលមកកន្លែងរូបសញ្ញាកណ្ដឹងមកបាទហើយយើងចុចបើកកន្លែងអត់សឹបមកគឺយើងនឹងគ្រប់គ្រង page របស់នឹង page នឹងបានហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា